จำគ្នាអានស្ដាប់ចុះស្អាតណាស់ក្រមុំស្រុកណាថតនៅឯណាស្អាតម្លេះសម្រស់ក្រមុំស្រុកស្រែពិតជាមិនធម្មតាតួកូនមែនទេតើបានហើយគ្នាឃើញហើយឯងមិនបាច់អានទេតើក្រមុំស្រុកណាវិញអាចប្រាប់គ្នាផងបានទេគ្នាសុំទៅលេងជាមួយឯងដែរគឺនៅចិត្តហ្នឹងឯងដឹងតែនៅចិត្តនឹងឯងហើយតែនៅម្ដុំណាគ្នាមិនប្រាប់ឯងទេហេតុអីក៏សុំស្គាល់ស្អីស្អាតផងក៏មិនបានដែរអេឯងហ្នឹងបែបស្រឡាញ់គេហើយមែនទេនេះឯងយ៉ាងម៉េចហ្នឹងគ្នាទើបតែជួបនាងបានម្ដងឲ្យស្រឡាញ់គ្នាយ៉ាងម៉េចទៅអាហ្នឹងគេហៅថាស្នេហាកម្មរន្ទះឃើញភ្លាមស្រឡាញ់ផ្លែតបានហើយដល់ម៉ោងចូលរៀនហើយអេកុំតន់អាទៅណាប្រាប់តិចមើលគ្រាន់តែរឿងចឹងសងទៅហ្នឹងហ៎ហ្នឹងហើយវាសួរណាមីងអូរៀកហើយមិនអីមួយរើអីវ៉ាន់មកហ្នឹងអីបាទមីងមានសួរណាមីងចាមួយមីងនេះគឺជីវិតភ័ក្ររបស់ខ្ញុំគេជាសិស្សបកាយគណិតវិទ្យាដែលខ្ញុំបានប្រាប់មីងថ្ងៃមុននោះអញ្ចឹងបានន័យថាគាត់ហ្នឹងឯងដែលចង់មកបង្រៀនកូនមីងនោះបាទមីងខ្ញុំឮថាណាមីងត្រូវការគ្រូគណិតដើម្បីបរៀនកូនមីងចាមែនហ្នឹងមួយអញ្ចឹងចូលក្នុងសិនមកបាទមីងតោះមួយញ៉ាំទឹកសិនទៅណាបាទអរគុណមីងអរគុណណាមីងហើយរៀកយកវ៉ាន់ទៅទុកក្នុងបន្ទប់ទៅហើយស្គាល់បន្ទប់ហើយនៅនោះបាទមីងបានស្គាល់ហើយចឹងគ្នាទៅយកវ៉ាន់ទឹកសិនណាគាត់លេងសិនណាហើយក្មួយប្រកាសថាបកាយកណិតហ្នឹងឯងខ្ញុំមិនប្រកាសទេណាមីងតែខ្ញុំគិតថាខ្ញុំអាចបរៀនកូនមីងបានទំនុកចិត្តប្រហែលភាគរយដែរ80%ហើយហេតុអីបានក្មួយគិតថាអាចបង្រៀនកូនមីងបានព្រោះខ្ញុំធ្លាប់ជាអតីតសិស្សបកាយគណិតថ្នាក់ជាតិអូអញ្ចឹងមីងចង់សាកសមត្ថភាពក្មួយមួយរយៈសិនណាបាទរឿងតម្លៃថ្លៃថ្នូរក្មួយកុំភ័យបើក្មួយមានសមត្ថភាពហើយមីងនឹងឲ្យប្រាក់ខែមិនឲ្យក្មួយទាស់ចិត្តទេបាទណាមីងពិសីកូនមីងរើសគ្រូណាស់គ្រូបង្រៀនមុននោះមិនមែនថាអត់សមត្ថភាពទេប៉ុន្តែនាងមិនចូលចិត្តហើយនាងមិនចង់រៀនជាមួយមីងដល់ម៉ោងចេញទៅក្រៅឯងពិសីមកណែកូនម៉ាក់អ្នកណាគេណានេះគឺជាគ្រូគណិតថ្មីរបស់កូនឈ្មោះរ៉ាត់ជំរាបសួរគាត់តើជំរាបសួរនេះគឺកូនស្រីមីងជាសិស្សរបស់ក្មួយហើយណា
ជំរាបសួរ បងរៀនបានប្រហែលថ្ងៃណា សំណួរនេះគួរតែសួរឯងវិញព្រោះឯងរត់ចោលគ្រូរហូតមិនដែលគ្រូរត់ចោលឯងសោះឆ្នាំនេះឆ្នាំប្រឡងហើយខំរៀនផងណាកុំគិតតែដើរលេងពេក ម៉ាក់ បានហើយម៉ាក់ដល់ម៉ោងចេញទៅក្រៅហើយហួសណាត់ផងនេះក្មួយមើលនិយាយកំណត់ថ្ងៃកំណត់ម៉ោងឲ្យច្បាស់លាស់ជាមួយគ្នាទៅណាមីងចេញទៅក្រៅហើយ បាទអាមីង
ហើយអត់ចង់ទៅញ៉ាំបាយញ៉ាំទឹកអីទេហីកំពុងធ្វើអីហ្នឹង កូនចោះទៅឡើយម៉ាក់ម៉ាក់ចាំកូនបន្តិចសិនទៅណាម៉ាក់ ណែម៉ោង9ម៉ោង10យប់ហើយណាហើយនៅធ្វើអីទៀត គឺកូនអត់បានធ្វើអីផងម៉ាក់កូនហត់ពេកហើយកូនសកលសងំគេងលក់មួយផែនទៅម៉ាក់ ហើយកូនទៅធ្វើស្អីបានជាហត់សម្បើម៉េះហ្នឹង ថ្ងៃនេះកូនលេងបាល់ជាមួយនឹងមិត្តភ័ក្តិ គេលេងបាល់ដើម្បីសុខភាពតែខ្លួនឯងលេងបាល់ពេលណាក៏ឈឺណែម៉ាក់មើលទៅមុខកូនដូចគ្មានបានគេងបានពួនទេតាបន្តិចសោះអញ្ចឹងឬមួយក៏ទឹកងើបពីគេង ប្រហែលជាថ្ងៃនេះកូនហត់ពេកទៅដឹងម៉ាក់ តោះចុះទៅញ៉ាំបាយមកកូនធំហើយកុំឲ្យម៉ាក់ពិបាកពីរឿងបាយទឹកតទៅទៀត បាទម៉ាក់កូនចោះទៅឡើយមកពីថ្ងៃនេះកូនញ៉ាំអីជុំគ្នាជាមួយមិត្តភ័ក្តិនៅសាលាទើបកូនមិនសូវឃ្លានណាម៉ាក់ម៉ាក់ឥឡូវកូនងូតទឹកសិនម៉ាក់ចុះទៅក្រោមសិនទៅណាម៉ាក់ ម៉ាក់ចេះតែបារម្ភពីកូនខ្លាចកូននោះឈឺកាពែទោះបីជាកូនញ៉ាំបាយខាងក្រៅក៏ត្រូវតែញ៉ាំបាយក្នុងផ្ទះដែរឆាប់ចុះទៅណា បាទម៉ាក់ អូណែប៉ាកូនទៅប្រជុំជាមួយនឹងដៃគូភាគហ៊ុនហើយស្មានឲ្យមិនតមកដល់ទៀតកូនគួរណាស់តាទំនេរជួយធ្វើការងារប៉ាខ្លះទៅព្រោះថាមួយរយៈនេះគាត់រវល់ខ្លាំងណាស់ បាទម៉ាក់ ចឹងឆាប់ចុះទៅណា ពិសី អូបងរៀន មិនតាន់គេងទេ គឺមិនទម្លាប់គេស្មាននឹងណាបងហើយបងមានអីឲ្យខ្ញុំជួយអត់ អូមិនអីទេបងរៀបចំឲ្យតា ចឹងអង្គុយលេងសិនណាបងបងរៀនបងមិននៅទីនេះមិត្តភក្តិបងមិនថាអីឲ្យទេអី គេមានថាអីមិត្តភក្តិតែចិត្តតែផ្លូវដើររៀងខ្លួនតា អូហើយចុះមិត្តភក្តិបងដែលឈ្មោះរ៉ាត់ដែលមកជាមួយបងកាលពីព្រឹកមិញគាត់នៅជាមួយបងដែរមែនអត់ បាទគេនៅជាមួយបងតា គាត់រៀនបកកែណាស់មែនទេបង គួរសមដែរគឺប្រហាក់ប្រហែលនឹងបងអីដែរណា ចុះគាត់មកពីខេត្តណាដែរបង រ៉ាត់គឺគេជាក្មេងកំព្រាទេកាលពីមុនគឺគេស្នាក់នៅក្នុងអង្គការ ហើយគាត់ចិត្តល្អដែរអត់បង រ៉ាត់ចិត្តល្អតាគេជាមនុស្សដែលដឹងខុសដឹងត្រូវហើយតែងតែមានហេតុផលជានិច្ច ចុះគាត់មានសង្សារឬនៅបង សង្សារ ចាគាត់មានហើយនៅ បងមិនច្បាស់ដែររឿងហ្នឹង ហេតុអីក៏មិនច្បាស់ក្រែងនៅជាមួយគ្នាមែនអត់ បងដូចជាអត់ដែលឃើញរ៉ាត់គេមានទំនាក់ទំនងនឹងនារីណាទេហើយចុះហេតុអីបានជាពិសីមកសួរបងនៅសំណួរហ្នឹងវិញ គឺចេះតែសួរឲ្យតែដឹងទៅព្រោះគាត់ត្រូវមកបង្រៀនខ្ញុំស្គាល់គាត់ច្បាស់ងាយស្រួលរៀនជាមួយគាត់ អូមានអីល្អតាចឹង អញ្ចឹងខ្ញុំទៅសម្រាប់ហើយណាបងបងខ្វះខាតអីប្រាប់ខ្ញុំណា ពិសី ចា បងចង់ដឹងថាអ្នកមីងក៏ត្រឡប់មកវិញនៅ នៅទេបងប្រហែលជាយប់បន្តិចទៅមកដល់ ហើយរដងអ្នកមីងគាត់មកវិញប្រហែលជាម៉ោងប្រហែលដែរ
មិនទៀងទេជួនកាលព្រឹកព្រលឹមតែម្ដងហើយបងសួរមានការអីដែរ អូអត់អីទេបងចេះតែសួរទៅហើយបើបងមិនមកនៅទីនេះទេអញ្ចឹងពេលខ្លះពិសីនៅតែម្នាក់ឯងទេមែនទេ ចាបងហើយយ៉ាងម៉េច អូអត់មានអីទេអូនហ្នឹងឯងទៅគេងចុះយប់ច្រើនណា ចាបង ធ្វើការទៀតទេម៉ែ នៅទេចាំប៉ាឯងគេនៅខាងលើនោះយប់មិញម៉ោង 12 បានគាត់មកដល់ផ្ទះហើយឯងមិនរងទៅណាទៀតហើយនេះ បាទម៉ែគឺកូនចេញទៅក្រៅមួយផ្លែតសិន មកផ្លេតម៉ោង 9 ម៉ោង 10រាល់តែថ្ងៃហ្នឹងហើយឥឡូវនេះកូនគិតយ៉ាងម៉េចមួយថ្ងៃឃើញតែស្ពាយកាមេរ៉ាបណ្ដាបដាគូរូបនោះមិនថាសៅរ៍ថាអាទិត្យឯងមិនដែរឲ្យម៉ាក់ឃើញមុខទេ បាទម៉ែការគូររូបនិងថតរូបគ្រាន់តែជាការកំសាន្តរបស់កូនតែប៉ុណ្ណោះម៉ែក្រោយសម្រាប់ពីការរៀនទេម៉ែ កំសាន្តលំហែកាយឯងហ្នឹងរាល់តែអាទិត្យទេឡានឯងត្រូវដឹងណាប៉ារបស់ឯងគាត់កាន់តែចាស់ហើយគាត់ក៏មានជំងឺទៀតឯងត្រូវចេះជួយមើលក្រុមហ៊ុនប៉ាឯងផងកុំឲ្យចេះតែដើរលេងមិនចេះគិតនោះ បាទម៉ែ ឯងកុំបាត់តែមាត់ណាឡានបើសិនជាអត់ពីប៉ាឯងទៅតើគ្រួសារយើងនោះវាជួបបញ្ហាអីខ្លះបើសិនជាឯងមិនដែលគិតគូរអីសោះអញ្ចឹង ម៉ែ ឯងត្រូវរៀនកាន់មុខជំនួយប៉ាឯងចាប់ពីពេលនេះតទៅហើយក្រុមហ៊ុនរបស់ប៉ាឯងនោះគឺនាំចូលសម្ភារៈអគ្គិសនីមិនមែនក្រុមហ៊ុនថតរូបគូរូបដូចជាឯងរាល់ថ្ងៃនេះទេបានហើយឯងចង់ទៅណាក៏ទៅប៉ាឯងប្រហែលជាដូរក្រុមហ៊ុនអគ្គិសនីមកជាក្រុមហ៊ុនថតរូបឲ្យមើលទៅនោះនៅមានមុខម្សៅដាក់ម៉ាក់ទៀតទេ បាទម៉ែអញ្ចឹងកូនសុំទៅសិនហើយណាម៉ែកូនសុំតែមួយថ្ងៃនេះទៀតទេ មួយថ្ងៃឬក៏មួយខែ ប៉ា មានរឿងអីមកវាបាននិយាយទេសនាឲ្យកូននឹងព្រឹកអញ្ចឹង បងស្ពាយកាបូបទៅធ្វើការឯកូនប្រុសវិញនោះស្ពាយកាមេរ៉ាទៅថតរូប ឲ្យកូនគេដើរលេងណាស់ទៅគូរូបក៏ជាសិល្បៈមួយដែលពីរៀនមនុស្សអញ្ចឹងអត់ធ្ងន់ដែរតើ បាទប៉ាអរគុណប៉ាម៉ែប៉ាអញ្ចឹងកូនលាទៅសិនហើយ ណាបើកឡានឲ្យប្រយ័ត្នប្រយែងកុំឲ្យកម្លាំងឡានប៉ុណ្ណាឯងបើកប៉ុណ្ណឹងនោះ បាទម៉ែ ទៅចាស់ តោះមកវាដល់មកវិញ ប៉ាវាយ៉ាងម៉េចហ្នឹង ខ្ញុំដូចជារៀងវិលមុខបន្តិចមកវា អញ្ចឹងប៉ាវាសម្រាប់មួយថ្ងៃទៀតទៅមិនបាច់ទៅធ្វើការទេចាំខ្ញុំឲ្យក្មេងៗទៅហៅពេទ្យ
តូច